ន់តែបើកក្បាលវីដេអូមកគ្រប់គ្នាដឹងតែសប្បាយហ្មងពុកម៉ែបងប្អូនអរគ្នានេះគឺជាវីដេអូសង្ក្រាន្តនៅក្រុងអរិចស័តនិយាយរួមទៅគឺថាមនុស្សច្រើនមែនតើវីដេអូមួយនេះគឺសង្ក្រាន្តថ្ងៃទី1ណាពុកម៉ែបងប្អូនអរគ្នាមានរំប៉ាម្សៅគឺថាសប្បាយខ្លាំងមែនតើពុកម៉ែបងប្អូនអរគ្នាសប្បាយហូររំពេញនឹងនិយាយរួមទៅអានេះវិញវីដេអូចូលមកដំបូងគេអត់ទាន់បានធ្វើអីបងប្អូនអរគ្នាឆោមកគេប៉ាត់ឡើងពេញមុខពេញមាត់អស់ហើយខ្ញុំទៅលេងសង្ក្រាន្តនៅក្រុងអរិយស័តហ្នឹងនៅខាងអរិយស័តហ្នឹងណាពុកម៉ែបងប្អូនអរគ្នាខ្ញុំទៅហ្នឹងគឺម៉ោង2ហើយប៉ុន្តែគឺអត់សូវមានមនុស្សទេវារៀងស្ងាត់អញ្ចឹងពុកម៉ែបងប្អូនអរគ្នាមនុស្សលេងច្រើនចាប់ពីម៉ោង3ឡើងនិយាយរួមទៅម៉ោង3កាន់តែល្ងាចមនុស្សកាន់មកលេងកាន់តែច្រើនវាកាន់តែជាមនុស្សមកបុកលេងឈោរំហែកហ្នឹងកាន់តែច្រើនពុកម៉ែបងប្អូនអរគ្នាអាហ្នឹងគឺខ្ញុំថតពេលម៉ោង2វារៀងស្ងាត់មនុស្សចឹងខ្ញុំដើរមើលមកជុំវិញនឹងសិនហើយដើរមើលគេមើលឯងហ្នឹងមានទេមុខពីអ្នកមិត្តភ័ក្ដិហ្នឹងគេប៉ាត់ឡើងសអស់ហើយបើបែកខ្ញុំអត់សូវសគេសស្រាប់ដល់ពេលខ្ញុំខ្មៅប៉ាត់ឲ្យឃើញតែម្សៅហើយនេះពុកម៉ែបងប្អូនអរគ្នាខ្ញុំចូលទៅវងគេរំហែកថ្ងៃឆ្នាំហ្នឹងនៅក្រានក្រុងអរិយស័តហ្នឹងមានឡានទឹក2ពុកម៉ែបងប្អូនអរគ្នាខាងនោះមួយទៀតហើយខាងមិញហ្នឹងគឺមួយទៀតទាំងអស់គឺមាន2ពុកម៉ែបងប្អូនអរគ្នាឆ្នាំទៅឡានទឹកមានតែមួយតែឆ្នាំហ្នឹងឡានទឹកដល់2សបាយកប់ដល់ពេលល្ងាចបន្តិចក៏ដាក់ឡានទឹកបាញ់ម្ដងទាំង2អានេះអត់ទាន់មានទឹកហ្នឹងពុកម៉ែបងប្អូនអរគ្នាដោយសារឡានទឹកអស់កំពុងចាំទឹកគេយកមកឲ្យអញ្ចឹងណាពុកម៉ែបងប្អូនអរគ្នាតោះរៀងល្ងាចបន្តិចជិះរឿងទៅចាំចូលចិត្តកន្លះម៉ោងដែរបានឡានទឹកគេមកដល់ក៏បាញ់ឆ្វាចពេញហ្នឹងណាពុកម៉ែបងប្អូនអរគ្នាមុននឹងឡានទឹកមកដល់នេះពុកម៉ែបងប្អូនអរគ្នាឃើញគេបាញ់សយោអញ្ចឹងខ្ញុំសង្ស័យទឹកគីឡូហ្មងខ្ញុំបានសួរគេថានឹងទឹកគីឡូទឹកអីដោយសារវាខ្សោយវាអស់ឡានទឹកវាអស់ទឹកអញ្ចឹងឯងប្រើសយោនឹងបាញ់សិនហើយមិត្តភ័ក្ដិខ្ញុំវិញណែគេរមដោយសារអត់មានឡានទឹកអត់តសូវសុបាយទេតមានឡានទឹកពុកម៉ែបងប្អូនអរគ្នាបានសុបាយខ្លាំងឲ្យមានអ្នកចូលកាមេរ៉ាប៉ុន្តែកន្លែងហ្នឹងទឹកដក់នៅលើថង់ទូរស័ព្ទខ្ញុំខ្ចប់អញ្ចឹងឯងអត់ឃើញមុខអត់ច្បាស់ទេឃើញមុខអ្នកមកចង់ចូលកាមេរ៉ានឹងអត់ច្បាស់ទេបើមានម្ចាស់សម័យខ្លួនមានណាឃើញវីដេអូខ្លួនឯងហ្នឹងបើឃើញហើយចូលខមមិនផងអានេះឡានទឹកគេអត់តន់បាញ់ដែរគឺថានំគ្នារំបដាសិននិយាយថាសុបាយហ្មងពុកម៉ែបងប្អូនអរគ្នាសុបាយខ្លាំងហ្មងហើយនេះមុខអ្នកថតពុកម៉ែបងប្អូនអរគ្នាមកលេងហ្នឹងចាំតទឹកមានដែរហ្នឹងហើយកៅអៅខ្ញុំហ្នឹងពាក់កៅអៅ2ជាន់ដៃ3ទាំង2ជាន់អានេះទឹកគឺអត់ទាន់មានទេគេនៅរំនៅហែកសិនហើយគណៈកម្មការគេបកាមេក្រូទឹកចិត្តមកអញ្ចឹងទៅនៅគ្នាហូរសុបាយពេញហ្នឹងទៅហើយនៅគ្នារំហែកកុំឲ្យសោះភ្លេងចោលអញ្ចឹងណាពុកម៉ែបងប្អូនអរគ្នាយល់ទៅគឺថាទៅសង្ក្រាន្តក្រុងអរិយស័តសុបាយមែនតើសង្ក្រាន្តហ្នឹងគេដាក់3ថ្ងៃពុកម៉ែបងប្អូនអរគ្នាអានេះអ្នកខ្លះទៅក៏បាញ់កាភ្លើងបាញ់អីពេញហ្នឹងអញ្ចឹងទៅយើងមានកាភ្លើងអីទៅលេងហ្នឹងក៏បានមានម្សៅប៉ាតពេញហ្នឹងមានទាំងក្មេងមានទាំងចាស់ទៅលេងសប្បាយទាំងអស់គ្នាពុកម៉ែបងប្អូនអរគ្នាហើយនេះគឺជាឡានទឹកទី1បងប្អូនអរគ្នាគេដំបងគេបើកទឹកឡានទឹកតែមួយទេបើកដាក់បាញ់សិនប៉ុន្តែពេលបាញ់ទឹកហ្នឹងគឺថាសប្បាយដល់កឲ្យពុកម៉ែបងប្អូនអរគ្នាមើលតាវីដេអូហ្នឹងទៅដឹងថាសប្បាយយ៉ាងណាហើយតមកទៀតក៏វារៀងល្ងាចតិចគេចាប់ដើមបោកឡានទឹកមួយទៀតនិយាយទៅមើលតាមវីដេអូហ្នឹងទៅពុកម៉ែបងប្អូនគ្នាគឺថាសុបាយខ្លាំងហ្មងបើថាអត់ទៅច្បាស់ស្ដាយក្រោយនៅសង្ក្រាន្តក្រុងអរិយស័តយើងនឹងទេពុកម៉ែបងប្អូនអរគ្នាមកលេងមកគឺថាសុបាយមែនតើហើយមនុស្សច្រើនកកកណាហើយបើពុកម៉ែបងប្អូនអរគ្នាមកលេងមកម៉ោង2ជាងគឺមកចាប់ដើមមានមនុស្សហើយបើមកចង់ឲ្យសុបាយមកមនុស្សច្រើនហ្មងគឺថាម៉ោង3ល្ងាចមកគឺអត់ខកបំណងទេហើយខ្ញុំមកហ្នឹងខ្ញុំចេញម៉ោង4ជាង75មនុស្សនៅមកកាន់តែច្រើនទៀតច្រើនជាងពេលថ្ងៃទៀតអាហ្នឹងសម្រាប់ខ្ញុំឯណាខ្ញុំចេញដោយសារល្ងាចហើយខ្ញុំរៀងឃ្លានដែរដោយសារខ្ញុំទៅលេងឡើងយូរដែរអញ្ចឹងណាពុកបងប្អូនអរគ្នាតែប៉ុន្តែម្ដងគេហ្នឹងក៏មានលក់អីញ៉ាំដែរប៉ុន្តែខ្ញុំអត់បានចូលតិចទេគឺខ្ញុំត្រឡប់មកផ្ទះហ្មងដោយសារលេងពេញមួយថ្ងៃអីរៀងហត់អត់ដែរអស់ជើងទៅត្រឡប់មកផ្ទះសិនបើសិនជាពុកបងប្អូនអរគ្នាទៅលេងចាប់ពីម៉ោង3ទៅគឺដឹងសុបាយហ្មងហើយពេលព្រឹកគេមានលបាយប្រជាប្រិយប៉ុន្តែទៅពេលព្រឹកខ្ញុំអត់បានថតទេគឺខ្ញុំបានថតតែពេលល្ងាចលេងសង្ក្រាន្តទេដោយសារពេលព្រឹកខ្ញុំអត់បានទៅដែរបានទៅពេលល្ងាចអញ្ចឹងណាពុកបងប្អូនអរគ្នាខ្ញុំមានជប់ការងារផ្ទាល់ខ្លួនហើយនិយាយទៅនៅនឹងមានទាំងក្មេងមានទាំងចាស់រំសុបាយហូរពេញនឹងប៉ាត់ម្សៅបាញ់ទឹកបាញ់អីពេញហ្នឹងហ្មងគឺថាសុបាយខ្លាំងហ្មងពុកម៉ែបងប្អូនទាំងអស់គ្នានេះជាឡានទឹកម្ខាងទៀតដែលគេបើកបាញ់សារហ្នឹងនេះគេបាញ់ម្ដងទាំងពីរខាងហ្នឹងក៏គេបាញ់ហើយម្ខាងទៀតក៏គេបាញ់ដាក់បាញ់ម្ដងទាំងពីរហ្មងឡានទឹកហ្នឹងអានេះម្ខាងទៀតហើយពុកម៉ែបងប្អូនទាំងអស់គ្នាណាគេបាញ់ខាងកើតខាងត្បូងអញ្ចឹងខាងយើងមកហ្នឹងគេហៅខាងកើតហើយខាងហ្នឹងគេហៅខាងត្បូងអញ្ចឹងពុកម៉ែបងប្អូនទាំងអស់គ្នាអានេះគឺបាញ់មកខាងទៀតយល់ទៅប្រើទាំងពីរហ្មងគឺថាសុបាយខ្លាំងមែនតែនវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេណាពុកបងប្អូនអរគ្នាបើសិនសម័យខ្លួនបានឃើញវីដេអូខ្លួនឯងឲ្យចូលខមមិនផងថាមួយណាខ្លួនឯងអញ្ចឹងណាហើយក៏សូមចូលទៅកម្មម្ចាស់ហូកដែលបានសូមការអនុញ្ញាតដែលយកទៅផុសបន្តអីចឹងទៅណាសូមអធិស្ឋានទុកជាមុនចា